ក្រោយពីលោកបានទំនាក់ទំនងជាមួយសូវៀតហើយសូវៀតក៏ហាក់ដូចជាមានការយល់ព្រមទំនាក់ទំនងមកលោកវិញអញ្ចឹងតើវៀតណាមមានប្រតិកម្មយ៉ាងម៉េចដែរបាទវៀតណាមគេពេលនោះខ្ញុំអត់ទាន់ឃើញមានប្រតិកម្មអ្វីទេមិនទាន់មានទេប៉ុន្តែជាប់គុកនេះខ្ញុំជួលក្នុងគុកនេះបានលេខដឹកថលហ្នឹងក៏ជួបខ្ញុំនៅក្នុងគុកហ្នឹងគាត់ពុំមានខ្ញុំត្រង់ហ្មងហ្នឹងសំទោសមុននឹងទៅចំណុចហ្នឹងខ្ញុំចង់ជំរាបសួរលោកអំពីព្រឹត្តិការណ៍កងទ័ពវៀតណាមមកចាប់ខ្លួនលោកបាទការចាប់ខ្លួនហ្នឹងយ៉ាងម៉េចដែរមុននឹងបន្តិចហើយចាប់ហ្នឹងយ៉ាងម៉េចទៀតបាទរឿងនេះវាមានបរិយាកាសនិងហេតុផលរបស់វាខ្ញុំឃើញវៀតណាមគេរំលោភបំពានមកបូរណភាពទឹកដីនិងអធិបតេយ្យភាពហើយនឹងប៉ះពាល់ដល់សម្បត្តិរបស់ខ្មែរហ្នឹងខ្ញុំបានសំណូមពរដល់បកប្រជាជនបដិវត្តកម្ពុជាឲ្យសូមបង្កើតគណៈកម្មការបណ្ដោះអាសន្នស្ដីអំពីជនតប្រវេសនិងអំពីបញ្ហាព្រំដែនហើយគណៈកម្មការខាងខ្មែរសូមទិសនាម5រូបធ្វើជាគណៈកម្មការបណ្ដោះអាសន្នដើម្បីឲ្យប្រទេសទាំងពីរនេះកុំឲ្យមានជួលច្បល់កុំឲ្យមានអាហារសៅម៉ងរវាងគ្នាហើយខ្ញុំសំណូមពរដល់បកកុម្មុយនីសវៀតណាមដែលអគ្គទីប្រឹក្សារបស់គេប្រចាំនៅប្រទេសកម្ពុជាខ្ញុំបានជួបផ្ទាល់ថាឲ្យខាងនោះបង្កើតគណៈកម្មការបណ្ដោះអាសន្នមួយទៅស្ដីអំពីព្រំដែននិងជនអន្តោប្រវេសន៍ហើយដល់ពេលហ្នឹងគឺថាพอបង្កើតចឹងខ្ញុំបានបើកសម័យប្រជុំការិយាល័យនយោបាយមជ្ឈិមបកប្រជាជនបដិវត្តកម្ពុជាដែលមានគម្រោងការនៅម៉ោង14ថ្ងៃ20ខែ11ឆ្នាំ1981ដល់ខ្ញុំលើកជាគោលគំនិតរបស់ខ្ញុំចឹងទៅក្នុងការិយាល័យនយោបាយមជ្ឈិមបកប្រជាជនបដិវត្តកម្ពុជានឹងមិនយល់ព្រមមកខ្ញុំអ្នកប្រឆាំងខ្ញុំសួរស្រាវបំផុតពីលោកហ៊ុនសែននឹងឯងគេថាកុំបង្កើតតែគណៈកម្មការបណ្ដោះអាសន្នព្រំដែនជនអន្តោប្រវេសន៍នឹងអីធ្វើចឹងដោយតែយើងចង្អៀតចង្អល់ជាតិនិយមហួសហេតុពីប្រជាជនវៀតណាមក៏មកតាំងលំនៅលើប្រទេសកម្ពុជាយើងគេក៏គ្មានអីគេមករស់នៅដូចជាប្រជាពលរដ្ឋខ្មែរសាមញ្ញចឹងហើយបើដូចបងលេខាអ្នកដឹកនាំបកអញ្ចឹងធ្វើអញ្ចឹងវាមិនសមរម្យទេពីព្រោះកាលពលពតរាជបាតកាប់សម្រាប់ប្រជាពលរដ្ឋយើងនោះយើងក៏រត់ទៅសុកគេរាប់ពាន់អ្នកនឹងដែរជ្រកកោនគេឲ្យនៅហើយយើងអីយើងនឹងដោះឲ្យប្រទេសគេប្រជាជនមកនៅរកសាមញ្ញរកស៊ីសាមញ្ញដោយប្រជាជនខ្មែរមិនមកឲ្យនៅគេប្រឆាំងហើយបើយ៉ាងគេថាសំឡំពរដល់បងក៏មានគំនិតចង្អៀតចង្អល់ជាតិនិយមអញ្ចឹងព្រោះវៀតណាមហើយយើងនឹងគេថាយើងបើនិយាយនេះនិយាយផ្ទៃក្នុងនោះក៏មានគណៈកម្មការអញ្ចឹងពីព្រោះយើងវៀតណាមតែមួយបាទតែការលើកឡើងរបស់លោកហ៊ុនសែននៅពេលនោះលោកគិតថាវាសមហេតុផលដែរទេដែលពេលនោះដោយសារថាប្រទេសកម្ពុជាស្ថិតនៅក្រោមការកាប់សម្លាប់របស់ក្រុមខ្មែរក្រហមប៉ុលពតហើយបានកងទ័ពវៀតណាមមកជួយរំដោះឲ្យរួចផុតពីការកាប់សម្លាប់នោះហើយហេតុផលដែលលោកហ៊ុនសែនលើកឡើងសមហេតុសមផលទេបាទខ្ញុំបានលើកឡើងវិញខ្ញុំថាប្រជាជនខ្មែរមិនចង់ទៅរស់នៅប្រទេសជិតខាងនេះខាងជិតខាងទៅបារាំងគេចូលចិត្តទៅនៅផងគេនៅលើកសុកលើកទីដែរប៉ុន្តែដោយសារគ្រោះអាសន្នហារភាសឹកដើម្បីសង្គ្រោះជីវិតហើយរំដោះ79ហើយខ្មែរដែលនៅបេនសាំង70000នាក់មកស្រុកខ្មែរវិញទាំងអស់គ្មានណានៅវៀតណាមមួយទេអាហ្នឹងខ្ញុំប្រាប់ចឹងហើយដល់ប្រាប់ចឹងគឺលើកហេតុផលលោកហេងសំរិនក៏មានហេតុផលមួយទៀតហើយលោកសាយពូថងលោកហេងសំរិនថាសមមិត្តមិនត្រឹមតែមានចង្អៀតទាំងអល់ជាតិនិយមទេព្រោះសមមិត្តមាននានាការនិយមបងប្អូនបញ្ញាវន្តពីព្រោះបញ្ញាវន្តនេះគឺថាគាត់មិនស្មោះត្រង់មួយបុព្វហេតុបរិបត្តិទេគាត់មានឃ្លៀងឃ្លោងហើយដល់អញ្ចឹងខ្ញុំមាននានាការមួយចង្អៀតទាំងអល់ជាតិនិយមហួសហេតុប្រឆាំងវៀតណាមបំពេញបូរណភាពទឹកដីនិងអធិបតេយ្យភាពហើយបញ្ហាទី2ខ្ញុំនិយមតែងតាំងមន្ត្រីឲ្យទទួលកិច្ចការងារក្នុងសង្គមរដ្ឋាភិបាលខ្ញុំទៅយកបញ្ញាវន្តយកមកតែងតាំងធ្វើជារដ្ឋមន្ត្រីអនុរដ្ឋមន្ត្រីឬក្រសួងនីមួយៗដូចជាអ្នកណាខ្លះបាទដូចជាក្នុងហ្នឹងខ្ញុំបានផ្លាស់រដ្ឋមន្ត្រីដែលអ្នកមិនសូវចេះដឹងខ្ញុំបានផ្លាស់អស់ខ្ញុំតែងតាំងដូចជាគង់ចំអល់រដ្ឋមន្ត្រីក្រសួងកសិកម្មលោកយិតគឹមសេងរដ្ឋមន្ត្រីក្រសួងសុខាភិបាលហើយលោកនុតសវឿនគឺថាបញ្ញាវន្តខាងសុខាភិបាលអនុរដ្ឋមន្ត្រីហើយលោកហ៊ុនណាំហុងគឺជាទទួលបន្ទុកកិច្ចការទូតហើយលោកជាលោកគង់កំដោយលោកភីថានិយាយរួមនៅក្នុងហ្នឹងហើយដូចជានិយាយរួមគណៈណាមានដូចជាមាសសម្បត្តិហើយដូចជាក្រសួងវិទ្យុនៅក្រសួងវិទ្យុខ្ញុំយកបញ្ញាវន្តទៅដឹកនាំទាំងអស់ហើយពីដើមខ្ញុំករណសេហ្នឹងយកអ្នកខ្លះគឺតែចេះអានអក្សរចេះធ្វើការទេហើយបើយើងទុកធ្វើអញ្ចឹងវាដឹកនាំមិនកើតទេខ្ញុំបញ្ញាវន្តដើម្បីឲ្យមានបច្ចេកទេសយើងអប់រំទស្សនវិស័យនយោបាយរបស់គេឲ្យដើរត្រូវទៅខ្ញុំគិតឃើញអញ្ចឹងហើយម្ល៉េះហើយគេថាដូចជាលោកហេងជំនិនលោកសាយពូថងហើយហ៊ុនសែនក៏លើកថាខ្ញុំនិយាយទាំងអល់ជាតិនិយមលោកហេងជំរិនហើយនឹងលោកសាយពូថងគេថាខ្ញុំនានាការប្រើបញ្ញាវន្តគឺតែងតាំងបញ្ញាវន្តដឹកនាំតាមក្រសួងនីមួយៗបាទការដែលលោកសម្រេចចិត្តរុះរើរដ្ឋមន្ត្រីឬក៏ពេលហ្នឹងហៅថាសមាជិកក្រុមប្រឹក្សារដ្ឋមន្ត្រីនៅពេលនោះតើលោកមានត្រូវការអនុញ្ញាតពីកងទ័ពវៀតណាមឬជំនាញការវៀតណាមទេបាទពេលហ្នឹងខ្ញុំបានតែងតាំងចំផ្អែកមើលកតា3កតាទី1ដែលនៅក្នុងសង្គមដែលនៅតែងតាំងសិទ្ធិជនរងគ្រោះចំនួនរបបខ្មែរក្រហម
បញ្ហាទី2ក្នុងអតីតសង្គមរាស្ត្រនិយមឬដល់សង្គមលន់នល់សាធារណរដ្ឋខ្មែរគាត់បានបណ្ដុះបណ្ដាលគាត់មានបច្ចេកទេសឬក៏មានអាហារទេពកោសល្យខាងការយល់ដឹងខាងវិទ្យាសាស្ត្រនឹងបញ្ហាទី2បញ្ហាទី3គាត់នឹងរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋដែលប្រជាពលរដ្ឋដែលមកស្រុកវិញនេះគាត់នឹងបានការបញ្យល់ណែនាំអានេះហើយខ្ញុំលើថាតែងតាំងហ្នឹងគឺខ្ញុំមិនបាច់សុំវិយោបល់ពីវៀតណាមទេប៉ុន្តែវៀតណាមគាត់មានថាកុងត្រូលមួយចំពោះមនុស្សម្នាក់ដូចជាលោកហ៊ុនសែនគាត់ថាហ្នឹងសមមិត្តមិនបាច់តែងតាំងទេទុកឲ្យយើងខ្ញុំតែងតាំងនឹងកំណត់ហើយពេលខ្ញុំពងព្រៀបតែងតាំងក្រុមប្រឹក្សារដ្ឋមន្ត្រីហ្នឹងលោកឧត្តមសេនីយ៍ឯកលេដឹកឯងនៅសមរភូមិមុខមកជួបខ្ញុំ2ដងថាសូមតែងតាំងលោកហ៊ុនសែនជារដ្ឋមន្ត្រីក្រសួងការបរទេសហើយជាឧបនាយករដ្ឋមន្ត្រីហើយក្រោយបានលោកត្រឹមសុនបិចដែលជំនួសលេដឹកថននេះអគ្គទីប្រឹក្សាហ្នឹងគេមកជួបខ្ញុំទៀតគេថាយោបល់របស់សមមិត្តមិនដែរតើយល់ព្រមតែងតាំងសមមិត្តហ៊ុនសែនជារដ្ឋមន្ត្រីក្រសួងការបរទេសនិងឧបនាយករដ្ឋមន្ត្រីទេខ្ញុំថាបើក្រសួងការបរទេសបានបើឧបនាយករដ្ឋមន្ត្រីសមមិត្តនៅក្មេងពេកហើយខ្ញុំបានតែងតាំងឧបនាយករដ្ឋមន្ត្រីមានតែមួយលោកជាសុទ្ធហើយដល់នេះគេថាតាមយោបល់ពីហាណូយមកត្រូវតែងតាំងសមមិត្តហ៊ុនសែនជាឧបនាយករដ្ឋមន្ត្រីទី1ទៀតបាទហើយខ្ញុំក៏ធ្វើតាមគេអញ្ចឹងដែរព្រោះអានេះគេគៀបខ្លាំងមែនទេហេតុអីបានរដ្ឋាភិបាលហាណូយពេលនោះពេញចិត្តលោកហ៊ុនសែនយ៉ាងខ្លាំងបាទខ្ញុំតាមមើលទៅគេតែងតាំងមនុស្សអស់នេះគេសិតតែមើលចិនសែរបស់គេអ្វីចំពោះមុខអនាគតរបស់គេសិតគេមើលឃើញខ្ញុំមិនដឹងថាគេមើលឃើញរបៀបម៉េចដែរហើយមកដល់សប្តាហ៍ថ្ងៃនេះប្រទេសកម្ពុជាឆ្លាតក្នុងរបៀបម៉េចសូមលោកអាចវាយតម្លៃសន្និដ្ឋានបាននៅក្នុងស្ថានភាពដឹកនាំសង្គមសប្តាហ៍ថ្ងៃនេះបាទលោកប៉ែនសវណ្ណបានរំលឹកអំពីព្រឹត្តិការណ៍ចាប់រូបលោកដូចនេះថាមានប៉ូលីសវៀតណាម A21 4នាក់គេមកឈរអមចូលផ្ទះខ្ញុំជាមួយលោកហ៊ុនសែនមួយសាយពូថងហ្នឹងលោកហ៊ុនសែននិងលោកសាយពូថងមកអល់មុខខ្ញុំគាត់ថាបងឯងក្បត់ជាតិបងឯងចាំស្ដាប់សមមិត្តហ៊ុនសែនហើយបានលោកហ៊ុនសែនក៏ទាញឯកសារចេញមកអានឲ្យខ្ញុំស្ដាប់ការិយាល័យនយោបាយមជ្ឈិមបកប្រជាជនបដិវត្តកម្ពុជាបានបើកសម័យប្រជុំវិសម័យក្រមអធិបតីរបស់សមមិត្តហេងសំរិនធ្វើសេចក្តីសម្រេចចិត្តដករាល់តំណែងពីបងប៉ែនសវណ្ណទោសកំហុសរបស់បងប៉ែនសវណ្ណការិយាល័យមជ្ឈិមបកបានឯកភាពដូចខាងក្រោម1បងប៉ែនសវណ្ណប្រឆាំងរបបកុម្មុយនីសកសាងសេដ្ឋកិច្ចតាមទីផ្សារសេរី2បងប៉ែនសវណ្ណមានសតិអារម្មណ៍ចង្អៀតចង្អល់ជាតិនិយមហួសហេតុប្រឆាំងនិគមវៀតណាមមិនអោយវៀតណាមមកតាំងលំនៅលើប្រទេសកម្ពុជាទី3បងប៉ែនសវណ្ណអោយយកពន្ធដារត្រាវស៊ីពលានយន្តហោះពូជន្តង់มันយោគយល់ដល់យន្តហោះវៀតណាមនិងมันគោរពតាមយោបល់វៀតណាមដែលឲ្យបង្កើតក5យោងតាមទោសកំហុសដ៏ធ្ងន់ធ្ងររបស់បងប៉ែនសវណ្ណនេះការិយាល័យនយោបាយមជ្ឈិមបកប្រជាជនបដិវត្តកម្ពុជាបានសម្រេចចិត្តដករាល់តំណែងនិងបញ្ជូនបងប៉ែនសវណ្ណទៅដាក់គុក